សូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ PUC Podcast ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ក៏ដូចជាតិចនិចក្នុងការដាក់ពាក្យអាហារូបករណ៍បែបណាឲ្យទទួលបាននូវភាពជោគជ័យជាបឋមនេះខ្ញុំបកណាសូមក្រាបថ្វាយបង្គំដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គហើយក៏សូមគោរពទៅដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយក៏មិនភ្លេចដែរសួស្តីទៅកាន់បងប្អូនទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅ podcast នេះនាងខ្ញុំឈ្មោះអុកសុគន្ធដានីជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនៅថ្ងៃនេះហើយថ្ងៃនេះផងដែរយើងមានវាគ្មិនក៏ដូចជាបងស្រីគាត់បានអញ្ជើញចូលរួមក្នុងការចែករំលែកបទពិសោធន៍ដែលគាត់បានជួបប្រទះក្នុងអំឡុងពេលដែលគាត់សិក្សានៅឯបរទេសអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរអញ្ជើញទៅជួបជាមួយនឹងបងស្រីទាំងអស់គ្នាសួរបងសួរអូនសុខសប្បាយបងសុខហើយស្វាគមន៍ការវិលមកកាន់មិត្តភូមិរបស់យើងវិញចាបងអញ្ចឹងជាដំបូងសូមបងជួយណែនាំឈ្មោះទៅកាន់ទស្សនិកជនរបស់យើងចាអរគុណជាបឋមគណៈសូមប្រាប់ថ្វាយបង្គំព្រះបាទជំនុំគ្រប់ព្រះអង្គសូមគោរពទៅកាន់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងសួស្តីដល់ប្រិយមិត្តទាំងអស់ដែលកំពុងតែទស្សនាវីដេអូ podcast មួយនេះតាមរយៈ Facebook page របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានាងខ្ញុំឈ្មោះវៃវនីជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសិក្សាជំនាញទំនាក់ទំនងអន្តរជាតិហើយនាងខ្ញុំក៏ជានិស្សិតម្នាក់ធ្លាប់បានបញ្ចប់ការបន្តការសិក្សានៅឯប្រទេសជប៉ុននៅក្នុងទីក្រុង Hiroshima ក្រោមអាហារូបករណ៍ JASO Scholarship ចាបងអញ្ចឹងតាមក៏ប៉ុន្តែបងធ្លាប់ចែកម្លែកម្ដងហើយតែទៅមួយ tip ក្នុងការដាក់ពាក្យអាហារូបករណ៍ជោគជ័យណាបងតែឥឡូវនេះសូមបងជួយចែកម្លែកបន្ថែមថាមានចំណុចថាចំណុចសំខាន់ក៏ដូចជាចំណុចប្រឈមអីគេខ្លះបងនៅពេលដែលបងដាក់ពាក្យអាហារូបករណ៍ទៅសិក្សាថ្នាក់បញ្ញាបត្រនៅឯប្រទេសជប៉ុនហ្នឹងបងបញ្ហាប្រឈមមុនពេលដាក់អាហារូបករណ៍ហ្មងគឺខ្ញុំអាចនិយាយថាបើបែកដែរណាព្រោះវាជាមួយឆ្នាំមុន flashback គឺមួយឆ្នាំមុនពេលខ្ញុំគុំដាក់អាហារូបករណ៍នៅ Hiroshima ហ្នឹងបញ្ហាប្រឈមដែលខ្ញុំជួបហ្នឹងខ្ញុំអាចនិយាយបានថាវាមានរៀងតិចតួចដែរដោយសារតែខ្ញុំចាក់ស្ដែងខ្ញុំតាមដានអាហារូបករណ៍ហ្នឹងតាំងពីមួយឆ្នាំមុនព្រោះអីចាក់ស្ដែងគឺខ្ញុំមានក្តីសម័យតង់ទៅរៀនហ្នឹងយូរហើយប៉ុន្តែអត់មានឱកាសទៅរៀនអញ្ចឹងទៅពេលហ្នឹងគឺខ្ញុំបានខំទៅតាមដានតែប៉ុន្តែខ្ញុំអត់ទាន់គ្រប់ requirement របស់គេអញ្ចឹងនៅពេលដែលដឹងថាខ្លួនឯងគ្រប់ requirement គឺខ្ញុំដាក់ហ្មងហើយអីដែលខ្ញុំគិតថាជា challenge ហ្មងសម្រាប់និស្សិតដែលយើងដែលគាត់ចង់បន្តការសិក្សានៅក្រៅប្រទេសខ្ញុំអាចនិយាយថាឆ្លើយបោកគាត់ពីជនគឺការរៀបចំ CV នៃការវិស័យ cover letter ហើយមួយទៀតនោះគឺតាក់ទងជាមួយ recommendation ពេលខ្លះនិស្សិតខ្លះគាត់អត់ទាន់មានការងារស្ម័គ្រចិត្តគឺ volunteer work ទេជាក់ស្ដែងហ្មងគឺសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជារបស់យើងគឺមាន department ច្រើនតែដូចជា club មែនតើដូចជា PYCD KYGM and also club P-Style ផ្សេងៗគឺយើងមាន volunteer work មែនច្រើនមែនតើប៉ុន្តែអ្នកខ្លះគាត់អត់តាមបានចាប់អារម្មណ៍ថាត្រូវធ្វើអីដើម្បីវា CV របស់គាត់កាន់តែ strong បើប្រៀបធៀបជាមួយនឹង candidate ផ្សេងៗអញ្ចឹងណាអាហ្នឹងគឺបញ្ហាប្រឈមគឺប្រចាំគឺ CV មួយពេញទៀតក្រៅពី CV ហ្នឹងគឺការទៅសេ study plan របស់គាត់អ្នកខ្លះគាត់នឹងពីរបៀបសរសេរថាត្រូវធ្វើម៉េចដើម្បីឲ្យ study plan របស់គាត់វា concrete ហើយវាមានភាព uniqueness ខុសពីបេក្ខភាពផ្សេងៗទៀតអញ្ចឹងក៏ជាបញ្ហាចាប់របស់គាត់ដែរប៉ុន្តែចាក់ស្ដែងផ្ទាល់ហ្មងសម្រាប់បងប្អូននិស្សិតដែលគាត់មានគោលបំណងចង់បន្តការសិក្សានៅក្រៅប្រទេសប៉ុន្តែអត់ដឹងពីការ tip ក្នុងការសរសេរ study plan អ្នកនរគ្នាអាចចូល Facebook page របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាឬក៏ page Facebook page របស់ Student Affairs គឺយើងមានវីដេអូច្រើនមែនតើពីរៀនច្បងមុនដែលគាត់ជោគជ័យហើយក៏គាត់ប្រាប់ពី tip ក្នុងការសរសេរ study plan ដូចគ្នាហើយបញ្ហាប្រឈមមួយទៀតគឺ during interview នឹងឯងព្រោះសារអ្នកខ្លះគាត់អត់ដឹងថា interview ហ្នឹងគេ interview ពីអីហើយមួយទៀតហ្នឹងគឺគាត់បាន prepare rehearse ទុកមុនគឺមានន័យថាដឹងហើយដឹងអំពីទៅហើយមួយទៀតគឺតទៅជាមួយនឹង outfit របស់គាត់នេះខ្លះទៅ interview បែរជាគាត់ពាក់ t-shirt ឬក៏ពាក់ jean ទៅសុភាអាហ្នឹងខ្ញុំគិតថានឹងគាត់ជាបញ្ហាចោលដូចគ្នាគាត់ judge គេគិតទៅលើកន្លែង criteria កន្លែង outfit របស់យើងដូចគ្នាចាបងចាចុះខ្ញុំគិតថាចំណុចតេតើងជាមួយនឹង application ក៏ដូចជាការសម្ភាសអីផ្សេងៗហ្នឹងបេក្ខជនគឺសុទ្ធតែគាត់មានអារម្មណ៍ថាភ័យហ៎បងតែជាក់ស្ដែងមែនតើទៅនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាយើងបច្ចុប្បន្នគឺយើងមានការិយាល័យមួយដែលហៅថាការិយាល័យកិច្ចការនិស្សិតចឹងសម្រាប់ទស្សនិកជនក៏ដូចជាបងប្អូនមិត្តនិស្សិតដែលកំពុងតែភ័យតែនៅតែមានបំណងក្នុងការដាក់ពាក្យអាហារូបករណ៍អញ្ជើញទៅការិយាល័យកិច្ចការនិស្សិតបានគាត់នឹងមានហៅថាការណែនាំក៏ដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រយើងក៏មានកម្មវិធីមួយដែលហៅថាកម្មវិធីសិស្សច្បងជួយសិស្សប្អូនណាបងចាជាក់ស្ដែងដូចជាបងកំពុងតែចែកលេខនេះនៅក្នុង podcast នេះជាដើមអញ្ចឹងចាបងអញ្ចឹងបន្ទាប់ពីទទួលបានហៅថាជ័យលាភីក្នុងទៅលើការដាក់ពាក្យតាម application និងការសម្ភាសហើយអញ្ចឹងការត្រឡប់មកវិញនេះបងអាចចែកម្លែកបន្តិចបានថាម្ដងពេលដែលបងកំពុងតែ
សិក្សានៅប្រទេសជប៉ុនហ្នឹងណាបងមានផលវិបាកក៏ដូចជាប្រឈមអីគេខ្លះអីថ្មីថ្មីអញ្ចឹងណាបង បើនិយាយពីខ្ញុំ challenge នៅពេលដែលខ្ញុំកំពុងពេលនៅជប៉ុនហ្នឹងរយៈពេល5 ខែណាchallenge ដំបូងដែលខ្ញុំអត់អាចបំភ្លេចបានហ្នឹងគឺ first day ខ្ញុំ arrive ទៅដល់ពលាន Hiroshima ហ្មងដឹងមិនដល់ដោយសារតែខ្ញុំនៅនេះរៀនជាភាសាអង់គ្លេសហើយអ្នកទៅធ្លាប់ទៅជប៉ុនដឹងហើយត្រូវថានៅជប៉ុនគឺគេអត់សូវប្រើភាសាអង់គ្លេសគឺគេយកប្រើភាសាជាតិគេភាសាជប៉ុនហើយពេលហ្នឹងគឺខ្ញុំអត់ចេះជប៉ុនទេខ្ញុំចេះតែស្ដាប់របស់ពី Hiragana Katakana ទេអញ្ចឹងទៅអីដែល challenge ហ្នឹងគឺទៅដល់ហ្នឹងដឹងនិយាយទៅមួយគេមិនក្រៅពីប្រើ Google Translate ហើយទូរស័ព្ទរបស់យើងហ្នឹងគឺជាគេហៅថាជាមិត្តភក្តិរបស់ខ្ញុំហ្មងគឺពេលខ្ញុំទៅដល់ដំបូងហ្នឹងជា challenge ដំបូងដោយសារតែពេលទៅដល់គេមិនទៅយកយើងទៅដល់ពលានទេណាពេលទៅដល់ព្រាមយើងត្រូវរកអីជីពីពលានទៅកាន់ station ដែលសិស្សជប៉ុនគេចាំយកយើងអញ្ចឹងទៅខ្ញុំទៅរកបាសជីហើយអីខ្ញុំ concern ទេខ្ញុំភ័យជាងគេហ្នឹងគឺខ្ញុំខ្លាចទិញសម្បត្តិticket របស់ bus ហ្នឹងខុស station ខ្ញុំភ័យហ្នឹងក៏ខ្ញុំភ័យដូចគ្នាដោយសារគេប្រើភាសាជប៉ុនអញ្ចឹងខ្ញុំត្រូវជឿជាក់លើ Google Translate 100%តែចេះដល់អីអត់អីដែរជីទៅត្រូវ destination អាហ្នឹងក៏ជាគេហៅថា challenge របស់ខ្ញុំនៅពេលខ្ញុំទៅដល់ទឹកដីគេដំបូងហើយមួយទៀតដូចជាសម្រាប់ challenge ដែលខ្ញុំទទួលបានហ្នឹងដោយសារការខ្ញុំទៅហ្នឹង during winter season អញ្ចឹងពេលខ្ញុំទៅដល់ដឹងឲ្យខ្មែរយើងអត់ដែរមានធ្លាក់ព្រើឬក៏ដក10ឬក៏ដក14អង្សាសេអញ្ចឹងនៅពេលដែលទៅដល់ហ្នឹងគឺវាអត់ winter ភ្លាមទេអញ្ចឹងពេលហ្នឹងដូចជាទៅភ្លាមអត់ស្អីដូចជានៅបានមួយខែរៀងបញ្ហាសុខភាពទីទូចដែរដោយសារពេលហ្នឹងយើងប្រាប់យកអាកាសធាតុដោយសារខ្មែរយើងអត់ដែរមានត្រជាក់ខ្លាំងនៅថ្នាក់ហ្នឹងអញ្ចឹងទៅដំបូងវារៀងពិបាកទីទូចដែរប៉ុន្តែវានៅយូរទៅដូចជាអត់អីវិញដែរហើយមួយទៀតមកបញ្ហាប្រឈមទាក់ទងជាមួយការរៀនសូត្រសម្រាប់ខ្ញុំផ្ទាល់គឺអត់មានទេដោយសារតែsystem ហ្នឹងគឺមានលក្ខណៈស្តីគ្នាទៅកាន់ខាងភាសារបស់យើងមែនតើគ្រាន់តែយើងរៀនខុសបន្តិចមួយរៀននៅខ្មែរមួយរៀននៅជប៉ុនអូខេអាហ្នឹងគឺលក្ខណៈខុសគ្នាតែប៉ុណ្្នឹងហើយបើតាក់ទងជាមួយនឹងវិស័យអប់រំតាក់ទងជាមួយនឹង system ការរៀនរបស់គេខ្ញុំអាចនិយាយបានថាស្តីគ្នាខ្លាំងមែនតើហើយក៏ជាហេតុផលមួយដែលខ្ញុំបញ្ចប់ការសិក្សានោះជាមួយនឹង grade ដែលល្អបំផុតមកហើយដែលមុនខ្ញុំទៅហ្នឹងខ្ញុំអាចនិយាយបានថាខ្ញុំក៏ហ៊ាន concern តិចតួចដែរថាទៅដល់ហ្នឹងតែជាអត់តាន់គេទៅហើយមួយទៀតដោយសារអីខ្ញុំ concern ដោយសារprogram ខ្ញុំទៅហ្នឹងគឺមានឈ្មោះថា Chessel Scholarship ហ្នឹងគឺរៀនជាមួយប្រទេសច្រើនមែនតើទាំងសហភាពអឺរ៉ុបទាំងអាស៊ីអញ្ចឹងខ្ញុំបានតែមានកូនចិត្តតូចមួយតែគេប្រាប់ខ្លួនឯងថាតែខ្ញុំសាំងតាន់គេព្រួយយ៉ាង mother language ហ្នឹងគឺភាសាអង់គ្លេសស្រាប់ហើយខ្ញុំអង់គ្លេសធម្មតា second language ទៅខ្ញុំរៀនអត់តាន់គេឬក៏ខ្ញុំរៀនចាញ់គេតែយើងថប់នៅខ្លាំងហៅថាចាញ់គេអញ្ចឹងណាប៉ុន្តែខ្ញុំរៀនបានដល់ដូចជា2 ខែខ្ញុំគិតថាអត់អីផងធម្មតាហើយក៏ខ្ញុំអត់មានការខ្លាចអីទៀតដែរគឺរៀនធម្មតាដូចរៀននៅសាលាយើងនៅ PUC អញ្ចឹងហើយក៏ជាហេតុផលមួយដែលខ្ញុំអាចបញ្ចប់ការសិក្សារបស់ជាមួយនឹង honor ដូចគ្នាដោយសារតែខ្ញុំចប់economic ហ្នឹងគឺជាមួយ grade មួយដែលល្អគឺ A+ គ្រប់មុខហ្មង A ដូចជាមានមុខខ្លះខ្ញុំបាក់ A អញ្ចឹងខ្ញុំអានេះក៏ជា reference មួយដែលបញ្ជាក់ថាអូខេ system របស់បញ្ញសារបស់យើង is not bad ហើយយើងគឺមានការទទួលស្គាល់ពីលក្ខណៈអន្តរជាតិមកអញ្ចឹងមានន័យថាទោះយើងនៅខ្លាំងនៅបញ្ញសាយើងទៅរៀននៅក្រៅប្រទេសគឺយើងអត់ចាញ់គេឲ្យយើងខំប្រឹងភាសាអីយើងមានការបណ្ដុះថ្នាលតាំងពី foundation យើងពីសាកលវិទ្យាល័យបញ្ញសាកម្ពុជាមកហើយចាបងសាកលវិទ្យាល័យបញ្ញសាកម្ពុជាយើងគឺបានរៀបចំរួចជាស្រេចសម្រាប់និស្សិតដែលបានសិក្សាទាំងភាសាទាំងចរិយាធម៌ទាំងហៅថា academic skill ទៅចំណុចដែលយើងប្រឈមមើលតាមស្ដាប់ពី story បងទៅតាក់ទងជាមួយនឹងភាសាដោយសារតែយើងទៅខាងនោះគាត់ប្រើភាសាកំណើតរបស់គាត់ភាសាជប៉ុនស្តីគ្នាកាលខ្ញុំទៅ Spain ដែរបងគឺកាលហ្នឹងសុំចែកនៃ story បន្តិចដោយសារខ្ញុំអត់ចេះភាសា Spain ទៅដល់ដំបូងប្រើ Google Translate ដំបូងចាស់ដែរគឺថាបនព្រះអស់ហើយកុំឲ្យតែដាច់អ៊ីនធឺណិតហើយលើទៅពីអ៊ីនធឺណិតជាប់24 ម៉ោងចាបងហើយកាលហ្នឹងទៅដល់ station ដំបូងគឺម៉ោង 2:73 ភ្លឺដូចបងអញ្ចឹងម្នាក់ឯងអញ្ចឹងដែរចាហើយស្ដាប់ភាសាអត់បានរបស់ឲ្យចុះ cost station ទៀតរៀងជួចបន្តិចដែរតែយើងបានរៀនច្រើនចាបងពេលមើលពេលដល់ពេល flight ពេលហ្នឹងរៀងឡាក់គេញច្រើនតាពីឡាកេ46 គីឡូ carry on 7 គីឡូទៀតក៏ទៅឲ្យយើងម្នាក់ឯងឲ្យតែទៅកាន់ទូរស័ព្ទ24មកហើយខ្ញុំភ័យមួយទៀតហ្នឹងខ្លាចចោលឆក់អានេះក៏ភ័យដែរchứបើយើងដើរម្នាក់ឯងហើយយើងពឹងលើតែហ្នឹងហើយប៉ុន្តែនៅដល់គេ safe
ចឹងទៅអត់អីវិញតែគេយើងត្រូវ take care របស់យើងដែរបាច់មិនសោកបែរទៅរកផ្លូវទៅណាទេ ហើយបងចំណុចនេះគាត់ថាជាចំណុចទូចប៉ុន្តែក៏យើងត្រូវដែរ careful ដែរ ហ្នឹងហើយ បងអញ្ចឹងឃើញថាក្រៅពីការសម្របខ្លួនទៅលើការភាសានិយាយការត្រៀមខ្លួនទៅលើការ Google Translate មួយចំនួនខ្ញុំគិតថាសម្រាប់ system សាលាគឺសម្រាប់សិស្សនិស្សិតដែលផ្លាស់ប្ដូរការសិក្សាគឺអត់មានជាបញ្ហាអីប្រឈមទេមែនទេ ហ្នឹងហើយ sure ចាបងអញ្ចឹងក្រៅពី system នៃការសិក្សានៅសាកលវិទ្យាល័យបញ្ញសាកម្ពុជានៅខាងប្រទេសជប៉ុននោះគឺដូចគ្នាហើយចុះបងសម្រាប់តកតងមួយ activity នៃការសិក្សានៅក្នុងថ្នាក់វិញមានភាពខុសប្លែកគ្នាបែបណាដែរ សម្រាប់តើអង្គជាមួយសកម្មភាពក្នុងការសិក្សានៅប្រទេសជប៉ុនគឺគេមានគេហៅថា activity ច្រើនមែនតើដូចជាចាក់ស្ដែងក៏យើងក្នុងហ្នឹងក៏មាន community project ដូចគ្នាដោយអ្នកដែលតាមតាម Facebook page របស់សាកលវិទ្យាល័យបញ្ញសាកម្ពុជាដែរគឺនិស្សិតជប៉ុនតែងតែមកសាកលវិទ្យាល័យបញ្ញសាកម្ពុជារាល់ឆ្នាំគេមកម្ដងដើម្បីធ្វើកម្មវិធីមួយដែលមានឈ្មោះថា Sakura Festival អញ្ចឹងគេនិស្សិតដែលគាត់ volunteer មកខ្មែរហ្នឹងគឺនៅជប៉ុនក៏គេធ្វើការដូចគ្នាដែរអញ្ចឹងខ្ញុំទៅដល់ហ្នឹងក៏ខ្ញុំមានសកម្មភាពមួយចំនួនក្នុងការចូលរួមជួយនឹងនិស្សិតជប៉ុនในការ translate ពីភាសាជប៉ុនទៅខ្មែរអញ្ចឹងតែមុនទៅដល់ខ្មែរចូលអង់គ្លេសសិនអញ្ចឹងណាហើយមួយទៀតក៏មានការប្រាប់គាត់ពីអរិយធម៌របស់ខ្មែររបស់យើងបែបមិនអញ្ចឹងទៅហើយក៏គាត់សួរនាំពីការសិក្សារបស់យើងនៅបែបមិនដោយសារតែឃើញភាសាអង់គ្លេសរបស់យើងរៀងគួរសមដែរអញ្ចឹងទៅគេសួរថាអ្នកឯងមកពីប្រទេសអាស៊ីប៉ុន្តែអង់គ្លេសអ្នកឯងខ្លាំងមែនតើអញ្ចឹងទៅខ្ញុំប្រាប់ពីការរៀនសូត្រសាកលវិទ្យាល័យរបស់ខ្ញុំនៅក្នុងវាមិនយើងរៀនភាសាអង់គ្លេសជាគោលអញ្ចឹងទៅក៏គាត់បានភាសាបាននិយាយហើយក៏យើងបានខ្ញុំបានផ្ដល់ជានៅវត្ថុអនុស្សាវរីយ៍មួយចំនួនទៅកាន់គ្រូរបស់ខ្ញុំ sensei របស់ខ្ញុំដូចគ្នាដោយសារតែខ្ញុំក៏មានសារខ្លីៗទៅកាន់អ្នកដែលគាត់ត្រៀមនឹងហោះទៅ Hiroshima ដូចគ្នាអញ្ចឹងមុនយើងទៅក្រៅពីយើងយកសមត្ថភាពចំណេះដឹងយើងទៅពីសាកលវិទ្យាល័យបញ្ញាសាកម្ពុជា complete អ្វីដែលជាខ្មែរគឺអរិយធម៌វប្បធម៌និងវត្ថុអនុស្សាវរីយ៍ដូចជាក់ស្ដែងទៅការខ្ញុំទៅហ្នឹងគឺខ្ញុំអត់ដែលភ្លេចអីដែលជាខ្មែរអញ្ចឹងខ្ញុំតែងតែ represent ដោយសារតែខ្ញុំតែងតែមានគេហៅថាប្រាប់ខ្លួនឯងមុនហោះទៅរហូតថាខ្ញុំទៅហ្នឹងមិនមែនខំតែបំពេញក្តីស្រមៃឲ្យខ្លួនឯងតាមបន្ទូលទេប៉ុន្តែ I'm here to represent my university as my nation អញ្ចឹងទៅប្រាប់ខ្លួនឯងកន្លែងហ្នឹងឲ្យច្បាស់អញ្ចឹងទៅជាក់ស្ដែងដូចជាការ first day ដូចជាគេហៅថា matriculation day ហ្នឹង ceremony ហ្នឹងគឺជាពិធីមួយដែលគេបើកសម្រាប់បើកបិសនាការសម្រាប់ welcome all international student ទៅកាន់ហ៊ានទៅសាកលវិទ្យាល័យរបស់គេហើយអីដែលខ្ញុំមុនទៅខ្ញុំតែងតែសួរគ្រូរបស់ខ្ញុំជប៉ុននឹងថាទៅហ្នឹងកម្មវិធីគេបែបនេះអញ្ចឹងទៅក៏គេមានសារព័ត៌មានជប៉ុនទៅដូចគ្នាអញ្ចឹងពេលហ្នឹងហើយដែលជាពេលដែលយើងបង្ហាញពីអរិយធម៌វប្បធម៌របស់យើងគឺពេលហ្នឹងគឺខ្ញុំបានទៅហូបប្រមូលមកខ្មែរហើយក៏បានយកកម្មាទៅដែរអញ្ចឹងទៅគេឃើញហូបវិញគេស្អាតគេទៅសារតែសពុតនេះឯងស្អាតអីចឹងទៅហើយក៏គេសួរថាយើងមកពីប្រទេសណាដូចគេភាសាពេលទៅដំបូងយើងអត់ស្គាល់ថាយើងមកពីប្រទេសណាឯងចឹងទៅគេឃើញឯកសណ្ឋានយើងប្លែកចឹងទៅក៏គេសួរថាអ្នកឯងមកពីណាអីមកពីណាចឹងទៅមកគេឃើញសពុតគេដឹងថាខ្មែរហ្មងហើយអីខ្ញុំចាំមួយទៀត event ដែលខ្ញុំចាំក្រៅពី matriculation day ហ្នឹងគឺ event មួយដែលមានការចូលរួមជាមួយនឹង Cambodia project ដូចគ្នាប៉ុន្តែពេលហ្នឹងគេបិទ project មកហ្នឹងហើយក៏គឺមានការចូលរួមពីក្រុមហ៊ុនជប៉ុនច្រើនមែនតើដែលជា sponsor របស់ project មួយហ្នឹងហើយពេលហ្នឹងក៏ខ្ញុំបានពាក់កម្មាយក key chain របស់អប្សរាគោវត្តរបស់យើងហ្នឹងយកទៅកាត់ចែកទៅកាន់ពួកគាត់ដែលប្រាប់គាត់ថា who am I ហើយប្រាប់ពួកគាត់ពីប្រទេសកម្ពុជារបស់យើងបែបមិនចឹងទៅក៏ពួកគាត់ស្គាល់កាន់តែច្បាស់ហើយអ្នកខ្លះដែលក៏គាត់ធ្លាប់មកលេងប្រទេសខ្មែររបស់យើងដែរចឹងទៅក៏គេថាស្អាតគេពេញចិត្តហើយគេស្រឡាញ់យើងមែនដែរ បងចាអញ្ចឹងឃើញថាការបង្ហាញពីវប្បធម៌អរិយធម៌របស់ប្រទេសខ្មែរយើងគឺមានសារៈសំខាន់ហើយការនៅអឺរ៉ុបនោះក៏អញ្ចឹងដែរបងធម្មតាអឺរ៉ុបពេលជួបគ្នាគាត់ចាប់ដៃអោបគ្នាអីអញ្ចឹងណាចាដល់ពេលឃើញយើងមានការសំពះអីចឹងគាត់ថាអូនឯងមកពីប្រទេសណាសំពះស្អាតមែនហើយដល់ពេលចាប់ពីបន្តមកទៀតទៅពេលគាត់ឃើញយើងគាត់ចាប់ដើមរៀនណាការសំពះនឹងតាមប្រទេសយើងដែរអញ្ចឹងគាត់ថាការបង្ហាញពី culture ក៏ដូចជាការចែកម្លែកពីប្រទេសយើងហ្នឹងក៏ជាចំណុចមួយសំខាន់មិនធម្មតាយើងទៅទទួលពីគេយើងក៏ចែកម្លែកអីដែលយើងមានទៅកាន់ប្រទេសគេវិញដែរមិនអញ្ចឹងហើយដោយសារមានការរួមពីប្រទេសច្រើនមែនតែការខ្ញុំទៅនោះជាសិស្សមកពីបណ្ដាប្រទេសដូចជា10ប្រទេសខុសគ្នាអញ្ចឹងទៅទាំងអឺរ៉ុបទាំងអាស៊ីគឺយើងមានវប្បធម៌ខុសៗគ្នាហើយយើងនៅជុំគ្នាអញ្ចឹងណាយើងត្រូវប្រាប់ពី unit ហើយមួយទៀតហ្នឹងពេលហ្នឹងការខ្ញុំចាំពេលហ្នឹងមានតែខ្ញុំមួយឯខ្មែរទៅរៀននៅប្រទេសផ្សេងៗគេមកពី2ដូចជា Poland ដូចជាសិង្ហបុរីហ្នឹងគេសុទ្ធតែទៅពី2អ្នកទាំងអស់ហើយបើខ្ញុំវិញខ្មែរគឺមានតែម្នាក់ឯងទេអញ្ចឹងទៅយើងត្រូវបង្ហាញអីដែលជារបស់យើង
ឲ្យទៅកាន់ប្រទេសផ្សេងៗបានឃើញបានស្គាល់ហើយបានឮទៀតរហូតដល់ពុកម៉ាក់ខ្ញុំម្នាក់មកពីប្រទេសផូឡែនណាដល់គាត់ស្ដាប់ខ្ញុំនិយាយគាត់ឃើញខ្ញុំស្លៀកពាក់ស្អាតស្អាតដូចជាពិសេសគឺហូបបង្រួខ្មែរខ្ញុំឲ្យ kitchen គាត់ពីអប្សរា Go វត្តណាគាត់ឡើងចង់មកខ្មែរហើយគាត់ក៏ plan មកលេងប្រទេសខ្មែរដូចគ្នាជាពិសេសគឺនៅ Go វត្តរបស់យើងមកចាបងអញ្ចឹងការបង្ហាញពី culture មិនថាត្រឹមតែឲ្យគេស្គាល់ទេយើងបានធ្វើឲ្យគេចង់មកទស្សនានៅប្រទេសយើងទៀតអានេះក៏ជាចំណែកមួយក្នុងការចូលរួមលើកដំកើងសេដ្ឋកិច្ចរបស់ប្រទេសយើងមកចំណែកដែរចាបងអញ្ចឹងក្រៅពីការរស់នៅការរៀនសូត្រពីទម្លាប់របស់គ្នាទៅវិញទៅមកអញ្ចឹងចុះតើតើមួយការរៀនវិញបងនៅពេលដែលបងរៀននៅនោះបងមានផែនការអីឬមួយក៏ថាបងមានបំណងអីជាពិសេសណាបងដើម្បីឲ្យហៅថាយើងរៀនសូត្រអីឲ្យបានថ្មីឬមួយក៏យ៉ាងណាដែរបងសម្រាប់ខ្ញុំផ្ទាល់ផែនការដែលខ្ញុំរៀននៅជប៉ុនហ្នឹងគឺវាមានលក្ខណៈស្ដីគឺនៅខ្មែរដូចខ្ញុំបានឆ្លិតមុនហ្នឹងអញ្ចឹងថាព្រោះ system យើងវាលក្ខណៈស្ដីគ្នាអញ្ចឹងទៅខ្ញុំផែនការរបស់ខ្ញុំប្រើខ្មែរមិនគឺខ្ញុំទៅប្រើប្រាស់ទៅនៅជប៉ុនអញ្ចឹងប៉ុន្តែនៅនោះវារៀងអីដែលខ្ញុំថាផែនការដោយសារតែកំឡុងពេលដែលខ្ញុំរៀននៅជប៉ុនហ្នឹងគឺជាកំឡុងពេលដែលខ្ញុំត្រូវទៅសេក thesis របស់ខ្ញុំដូចគ្នាបញ្ចប់ថ្នាក់បញ្ញាបត្រអញ្ចឹងទៅក៏ខ្ញុំត្រូវលេខហើយរហូតដល់ការបញ្ចប់ថ្នាក់បញ្ចប់ thesis របស់ខ្ញុំហើយការ meeting ជាមួយគ្រូរបស់ខ្ញុំនៅតាមម៉ោងនៅជប៉ុនវាលើសពីម៉ោងខ្លាច2ម៉ោងអញ្ចឹងទៅពេលខ្លះក៏រៀងរំខានរបស់រំខានទៅកាន់ second reader របស់ខ្ញុំហើយនិង advisor របស់ខ្ញុំដូចគ្នាអញ្ចឹងទៅក៏ខ្ញុំផែនការហ្នឹងគឺវារៀងមិនស្អាតតិចតួចដែរដោយសារតែយើងត្រូវបន្ថែម thesis របស់យើងហើយមួយទៀតតទៅជាមួយនឹងschedule បន្ថែមដូចជាបន្ថែមទៅកាន់ការជួយទៅកាន់សិស្សនិស្សិតជប៉ុនដូចខ្ញុំនិយាយចឹងហើយខ្ញុំត្រូវចូលរួមជាមួយនឹង Cambodia Project ដែលមាននៅប្រទេសជប៉ុនផ្ទាល់អញ្ចឹងក្រៅពីការរៀនគឺខ្ញុំត្រូវចូលរួមជួយជាមួយនឹង Cambodia Project ហើយនឹងធ្វើ thesis របស់ខ្ញុំហើយមួយទៀតនោះគឺខ្ញុំមាន extra ដូចជា club មួយទៀតដែលខ្ញុំចូលរួមគឺគេហៅថា Morning Coffee Club គឺពេលហ្នឹងយើងត្រូវចូលរួមតាំងពីម៉ោង7:00 ផឹកទៅ club មួយហ្នឹងហើយយើងchat ជាមួយនឹងនិស្សិតជប៉ុនstaff របស់ជប៉ុនហើយនឹងនិស្សិតផ្សេងទៀតដែលមកពីបណ្ដាប្រទេសខុសៗគ្នាហើយយើងបានរៀនពីអីហើយយើងថតបងគ្នាដូចគ្នានឹងកំឡុងពេលដែលខ្ញុំចូលរួមក្លឹបពេលផឹកហ្នឹងដូចគ្នាចាបងអញ្ចឹងបើស្ដាប់មើលទៅគឺមិនថាដូចយើងរៀននៅសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាដែរគ្រាន់តែយើងដូរសាលាទៅរៀននៅប្រទេសជប៉ុនវិញដោយសារតែបើយោងទៅតាមបាវចនារបស់សាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាយើងគឺសិលសមាធិបញ្ញាអញ្ចឹងមានន័យថាយើងមានទាំងហៅថា academic skill យើងមានទាំងជំនាញក្នុងការទំនាក់ទំនងអញ្ចឹងវាមិនជាបញ្ហាសម្រាប់និស្សិតដែលទៅរៀននៅនឹងដូចបងបានលើកឡើងវិញអញ្ចឹងគឺយើងរៀននៅនេះគឺយើងមាន community club ទៅដល់នោះគឺយើងមានដូចគ្នាអញ្ចឹងខ្ញុំគិតថាសម្រាប់បងដូចជាអត់ពិបាកក្នុងការចុះសម្រងជាមួយពួកគាត់ទេមែនទេបងអូខេបងអញ្ចឹងទន្ទឹមនឹងផងដែរក្រៅពីការជួយជ្រោមជ្រែងផ្នែកហៅថាទៅលើ application តើលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាក៏ដូចជានិយាយពីសាកលវិទ្យាល័យទាំងមូលហ្មងណាបងបានចូលរួមចំណែកអីគេខ្លះក្នុងភាពជោគជ័យដ៏អស្ចារ្យរបស់បងមួយហ្នឹងខ្ញុំអាចនិយាយបានថាភាពជោគជ័យរបស់ខ្ញុំទាំងការជាប់អាហារូបករណ៍កាត់លោកកាសាន Hiroshima ខ្ញុំអាចនិយាយបានថាភាពជោគជ័យហ្នឹងបើអត់មានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាដែល without me who can fulfill my dream តាំងពីទូចមកដោយសារអីយើងដឹងថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាគឺមានដៃគូសហការច្រើនមែនតើដូចជាបើទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិហើយបើថ្នាក់អន្តរជាតិមានជាង100ប្រទេសខុសគ្នាហើយយើងមានគេហៅថាឱកាសច្រើនមែនតើដល់ការសិស្សនិស្សិតដែលហ៊ាននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបើនាងខ្ញុំតអញ្ចឹងខ្ញុំបានអារម្មណ៍គឺដោយសារតែដៃគូសហការរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាមួយនឹងសាកលវិទ្យាល័យ Hiroshima អញ្ចឹងបើសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានដៃគូសហការទេខ្ញុំក៏មានឱកាសក្នុងការទៅផ្លាស់ប្ដូរការសិក្សានៅឯប្រទេសជប៉ុនដូចគ្នាហើយមួយទៀតគឺ system ការរៀនសូត្ររបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាគឺមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិអញ្ចឹងក៏ខ្ញុំត្រៀមខ្លួនរួចរាល់មកក្នុងការដាក់វាអាហារូបករណ៍ទៅការសិក្សានៅក្រៅប្រទេសអញ្ចឹងមានអាហារូបករណ៍ពីណាគេអាចដាក់ពីហ្នឹងក៏បានដែរដោយសារយើងមានឱកាសច្រើនតែទាំងបង្បែកអាស៊ីអឺរ៉ុបនិងអាមេរិកគឺមានច្រើនមែនតើអញ្ចឹងមកយល់ថាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាគឺសម្បូរឱកាសមានតែសម្រាប់និស្សិតតែគាត់មានក្តីសម័យចង់បន្តការសិក្សានៅក្រៅប្រទេសហើយក្រៅពីការផ្ដល់ឱកាសក្រៅពី system ល្អគឺមួយទៀតហ្នឹងគឺបណ្ដុះគំនិតនៅគុណធម៌របស់យើងហ្នឹងគឺគេហៅថាចេះជួយ volunteer ផ្សេងហ្នឹងក៏ជាគេហៅថាគឺជា strong point នៃក្នុងការ fulfill CV របស់យើងក្នុងការ apply ទៅក្រៅប្រទេសចាបងអញ្ចឹងបើស្ដាប់មើលទៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានត្រួសត្រាយផ្លូវ
រួចជាស្រេចឯហ្នឹងបងណាទៅឲ្យតែយើងមានក្តីសម័យហើយតាំងចិត្តធ្វើវាយើងនឹងទទួលបានទេអញ្ចឹងសូមបន្ថែមកន្លែងហ្នឹងបន្តិចបងដោយសារសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាយើងគឺមានអាហារូបករណ៍ច្រើនមែនតើដែលបងលើកឡើងមិញទាំងនៅប៉ែកអឺរ៉ុបប៉ែកអាស៊ីនិងនៅខាងសហរដ្ឋអាមេរិកហើយគឺមានសឹងតែថារាល់ខែហ្មងអញ្ចឹងជាចុងក្រោយទន្ទឹមនឹងការជួយជ្រោមជ្រែងពីខ្លួនឯងឡើងអស់ពីចិត្តហ្មងណាហើយនៅសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាតើបងមានពាក្យពេចន៍អីដើម្បីអរគុណទៅកាន់មនុស្សដែលនៅជុំវិញបងដែលរួមចំណែកទៅលើហៅថា journey របស់បងអញ្ចឹងណាបង ក្រៅពីការជុំផ្នែកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូហើយនិងdean faculty របស់ខ្ញុំម៉ាក់ប៉ានិងមិត្តភក្តិទាំងអស់ដែលតែងតែ behind my scene មកលោកឥឡូវពេលខ្លះក៏ដូចខ្ញុំនិយាយអញ្ចឹងការដាក់អាហារូបករណ៍តែតែមានធ្លាក់ឲ្យចុះថាអញ្ចឹងពេលយើងធ្លាក់ក៏យើងមានពួកគាត់ចាំជួយទៅទឹកចិត្តពេលចុះមានពួកគាត់ចាំជួយអបសាទររបស់យើងអញ្ចឹងទៅខ្ញុំក៏អាចនិយាយបានថារាល់ភាពជជែករបស់ខ្ញុំទាំងអស់តែតែមានលោកគ្រូអ្នកគ្រូសាលានិងមិត្តភក្តិទាំងអស់ដែលតែងតែជួយជោគជ័យពីក្រោយរហូតមកចាបងអញ្ចឹងសម្រាប់បងប្អូនដែលបានដាក់ពាក្យអាហារូបករណ៍ហើយតែអត់ទាន់ទទួលបានជ័យលាភីកុំតន់ភ័យបងវិនិច្ឆ័យមុននឹងគាត់ទទួលបាននេះគឺគាត់ធ្លាប់ហៅថាធ្លាក់ដែរអញ្ចឹងបងហ្នឹងហើយការប្រឡងវាមានជាប់មានធ្លាក់អញ្ចឹងឯងអញ្ចឹងនៅពេលដែលឈានជើងមកដល់បញ្ញសាស្ត្រនេះគឺឈប់ខ្លាចពាក្យថាភ័យអត់ទទួលបានអាហារូបករណ៍គឺយើងមានទាំងដូចបងមានប្រសាសន៍មកអញ្ចឹងគឺយើងមានទាំងការិយាល័យកិច្ចការនិស្សិតយើងមានទាំងកម្មវិធីសិស្សច្បងជួយសិស្សប្អូនយើងមាន dean យើងមានលោកគ្រូអ្នកគ្រូដែលជួយណែនាំច្រើនទៀតចាបងចាអញ្ចឹងសម្រាប់ការចែកម្លែកថ្ងៃនេះសង្ឃឹមថាជាការត្រួសត្រាយក៏ដូចជាការចែករំលែកដ៏មានតម្លៃមួយទៅកាន់បងប្អូនដែលកំពុងតែមានបំណងសិក្សាក៏ដូចជាកំពុងតែស្វែងរកសាកលវិទ្យាល័យដែលហៅថាផ្ដល់ឱកាសក្នុងការសិក្សាមិនថាទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសទេហើយមិនថែមតែប៉ុណ្ណឹងគឺសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាមិនត្រឹមតែផ្ដោតទៅលើការបណ្ដុះបណ្ដាលទៅលើជំនាញឯងដោយបងលើកឡើងអញ្ចឹងគឺយើងមានទាំងសិលធម៌គុណធម៌ជំនាញផ្សេងទៀតដែលសាកលវិទ្យាល័យផ្សេងអត់ទាន់មានទេគឺយើងមានអស់ហើយយើងរួចរាល់អស់ហើយក្នុងការទៅសិក្សានៅក្រៅប្រទេសអញ្ចឹងសម្រាប់បងប្អូននិស្សិតដែលកំពុងតែពិចារណារកសាកលវិទ្យាល័យដែលល្អសម្រាប់ខ្លួនឯងក៏ដូចជាលោកអ្នកអាណាព្យាបាលកំពុងតែព្យាយាមរកសាកលវិទ្យាល័យដែលល្អខ្ញុំសូមrecommend ខ្លាំងមែនតើសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាគឺយើងមានជាកញ្ចប់តែម្ដងចាអញ្ចឹងសម្រាប់កម្មវិធីបងថ្ងៃនេះគឺយើងបានឈានមកដល់ទីបញ្ចប់ហើយសិនបើមានកំហុសខុសឆ្គងដោយអចេតនាដោយប្រការណាមួយនេះខ្ញុំឈ្មោះអុកសុគន្ធដាលីនិងខ្ញុំវ័យមុនីសូមខន្តីអភ័យទោសពីសំណាក់បងប្អូនទស្សនិកជនហើយក៏សូមអរគុណសូមគោរពលា